ក្នុងនាមជាឃាតលំដាប់កម្ពុជាខ្ញុំត្រូវការតែគ្រាប់កាំភ្លើង4គ្រាប់ប៉ុណ្ណោះហើយខ្ញុំហៀបនឹងធ្វើការធ្វើឃាតនេះនៅលើផ្ទៃសមុទ្រ Dorado ដើម្បីដោះស្រាយជាមួយបរិស្ថានដ៏លំបាកខ្ញុំបានបង្កើតឧបករណ៍ទប់លំនឹងដោយផ្អែកលើបច្ចេកវិទ្យា Gimbal Camera ដើម្បីរក្សាកាំភ្លើងស៊ីបរបស់ខ្ញុំឲ្យជាប់នឹងគោលដៅគ្រប់ពេលវេលាខ្ញុំបានភ្ជាប់ទម្ងន់នៃឧបករណ៍ទៅនឹងខ្លួនរបស់ខ្ញុំហើយចាប់យកទំពក់មកជាចុងក្រោយខ្ញុំបានកែតម្រូវភាពជាក់លាក់របស់កាំភ្លើងមុនពេលគោលដៅលេចឡើងខ្ញុំត្រូវកែសម្រួលអ្វីគ្រប់យ៉ាងឲ្យទៅជាស្ថានភាពល្អឥតខ្ចោះមានតែពេលនោះទេទើបខ្ញុំអាចធានាបាននូវការកម្ចាត់គោលដៅយ៉ាងស្អាតនិងហ្មត់ចត់រំពេចនោះសំឡេងរ៉ូតរ៉ាដាក៏បន្លឺឡើងដ្រូនមួយកំពុងខិតជិតមកដល់ដើម្បីជៀសវាងការរកឃើញខ្ញុំបានយកខោអាវគ្រប់កាំភ្លើងយ៉ាងលឿនហើយបន្លំខ្លួនធ្វើជាអ្នកនេសាទដ្រូនបានបន្តការឃ្លាំមើលរបស់វាប៉ុន្តែបុគ្គលិកសន្តិសុខបានគិតថាខ្ញុំគ្រាន់តែជាអ្នកនេសាទហើយបានចាក់ចេញទៅដោយមិនបានគិតច្រើនទន្ទឹមនឹងនោះគោលដៅកំពុងរៀបចំចុះទឹកខ្ញុំបានរៀបចំខ្លួនភ្លាមហើយបញ្ចូលគ្រាប់ទី2ខ្ញុំបានលើកកាំភ្លើងឡើងហើយចាប់ផ្ដើមតម្រង់ពេលដែលខ្ញុំហៀបនឹងកេះកៃរលកដ៏ធំមួយបានបក់មកលើទូកក្តោងធ្វើឲ្យវាញ័រយ៉ាងខ្លាំងសំណាងល្អឧបករណ៍ទប់លំនឹងបានចាក់សើលើគោលដៅម្ដងទៀតទោះជាយ៉ាងណាក៏ដោយគោលដៅបានលោតចូលទៅក្នុងទឹកបាត់ទៅហើយមានអង្គរៈនៅក្បែរនោះដែលធ្វើឲ្យការធ្វើឃាតកាន់តែពិបាកភ្លាមនៅពេលនេះគោលដៅកំពុងហែលទឹកហើយផ្លាស់ទីឥតឈប់ឈរមុនពេលខ្ញុំអាចកែតម្រូវការតម្រង់របស់ខ្ញុំឡើងវិញស្រាប់តែខ្ញុំឃើញទូកល្បឿនលឿនមួយកំពុងខិតជិតមកដល់ដោយមិនស្ទាក់ស្ទើរខ្ញុំបានបាញ់សម្លាប់អង្គរៈម្នាក់នៅលើទូកល្បឿនលឿនហើយបញ្ចូលគ្រាប់ទី2យ៉ាងលឿនប៉ុន្តែគ្រានោះរ៉ាដាក៏បានបន្លឺសំឡេងព្រមានមួយទៀតដ្រូនមួយទៀតកំពុងស្កេនតំបន់នោះខ្ញុំបានចាប់យកឧបករណ៍បង្អាក់សញ្ញាហើយចុចប៊ូតុងការផ្សាយផ្ទាល់របស់ដ្រូនត្រូវបានកាត់ផ្តាច់ភ្លាមទោះជាយ៉ាងណាក៏ដោយសកម្មភាពនេះក៏បានលាតត្រដាងពីវត្តមានរបស់ខ្ញុំផងដែរអង្គរៈនៅលើទូកល្បឿនលឿនបានបន្លឺសំឡេងអាសន្នភ្លាមមុនពេលខ្ញុំមានឱកាសបាញ់ម្ដងទៀតអង្គរៈម្នាក់បានទាញគោលដៅទៅក្រោមទឹកដើម្បីសុវត្ថិភាពប៉ុន្តែនេះគ្រាន់តែជាការធូរស្រាលបណ្ដោះអាសន្នប៉ុណ្ណោះមិនយូរមិនឆាប់ពួកគេនឹងត្រូវឡើងមកលើផ្ទៃទឹកវិញមិនយូរប៉ុន្មានពេលដែលពួកគេហៀបនឹងឡើងមកដកដង្ហើមខ្ញុំបានបាញ់ភ្លាមហើយអង្គរៈនោះបានដួលនៅនឹងកន្លែងបន្ទាប់មកខ្ញុំបានរុញគ្រាប់ចុងក្រោយចូលទៅក្នុងកាំភ្លើងនេះជាឱកាសចុងក្រោយរបស់ខ្ញុំម្រាមដៃរបស់ខ្ញុំបានរឹតបន្តឹងលើកែកាំភ្លើងខណៈពេលដែលខ្ញុំរងចាំគោលដៅលេចឡើងជាចុងក្រោយគោលដៅមិនអាចទ្រាំទ្របានទៀតទេហើយបានឡើងមកលើផ្ទៃទឹកបន្ទាប់ពីការបាញ់មួយគ្រាប់គោលដៅត្រូវបានកម្ចាត់ដោយជោគជ័យបន្ទាប់ពីបំពេញបេសកកម្មរួច